សូមហັບវេទមន្តមេត្តាជួយនារីម្នាក់នេះផងឲ្យនាងស្អាតដូចជាសភាពដើមវិញមកពេលនោះផ្សែងពណ៌សក៏បានចេញមកហើយកូនលោកសេដ្ឋីរំចង់នាងក៏បានវិលមកស្អាតដោយសភាពដើមវិញព្រះជាម្ចាស់អើយវាពិតជាអស្ចារ្យណាស់ពេលនេះខ្ញុំស្អាតដូចពីមុនហើយត្រូវហើយប៉ុន្តែនាងក៏ភ្លេចសន្យាផងណាចាចាខ្ញុំដឹងហើយខ្ញុំមិនភ្លេចសន្យានោះទេខ្ញុំសូមអរគុណហើយណានៅក្នុងភូមិមួយដែលមានប្រជាជនរស់នៅមិនច្រើនប៉ុន្មានអ្នកនោះទេក្នុងនោះក៏មានគ្រួសារមួយដែលមានសមាជិក2នាក់គឺមានប្តីនិងប្រពន្ធអ្នកទាំងពីរក្រីក្រលំបាកណាស់រាល់ថ្ងៃពួកគេតែងតែចូលទៅក្នុងព្រៃដើម្បីកាប់អោសយកមកលក់គ្រាន់នឹងចិញ្ចឹមជីវិតអូនសម្លាញ់ថ្ងៃនេះយើងកាប់អោសបានច្រើនណាស់ចាស់ពិតមែនហើយបងបាទអូនឥឡូវថ្ងៃរសៀលទៅហើយតើយើងប្រញាប់ទៅផ្ទះវិញចាបងតោះយើងទៅអញ្ចឹងទាំងពីរនាក់ប្តីប្រពន្ធពួកគេបំរុងនឹងដើរចេញទៅហើយស្រាប់តែមានវត្ថុចម្លែកម្យ៉ាងបានធ្លាក់ចំក្បាលប្តីរបស់គេយីតើនេះជាអ្វីនឹងពិតមែនហើយបងវាធ្លាក់ចំក្បាលរបស់បងតើបងឈឺទេមិនអីទេអូនតែមើលទៅរបស់នេះវាពិតជាចម្លែកណាស់វាដូចជាហឹបបុរាណអញ្ចឹងទាំងពីរអ្នកប្តីប្រពន្ធក៏បានយកហឹបនោះទៅជាមួយដែរដោយពួកគេមិនដឹងឡើយថាហឹបនេះគឺជាហឹបវេទមន្តនោះឡើយនៅពេលយប់ចូលមកដល់ស្រាប់តែហឹបចម្លែកនោះបានបញ្ចេញផ្សែងព្រមទាំងទេវតាមេអង្គហើយបានបញ្យល់សពទៅបរិជាប្តីថាមនាលចៅមាននប់ឯងមិនគួរទុកហឹបនេះដោយមិនយកចិត្តទុកដាក់នោះទេព្រោះហឹបនេះគឺជាហឹបវេទមន្តឯងអាចសុំសេចក្តីប្រាថ្នាបានគ្រប់យ៉ាងទាំងអស់លុះព្រឹកឡើងមកដល់បរិជាប្តីក៏បានយករឿងនេះប្រាប់ដល់ប្រពន្ធបងឯងចេះតែនិយាយហើយមិនដែលមានហឹបវេទមន្តឯណាអស្ចារ្យអញ្ចឹងនោះទេហើយបើឯងមិនជឿខ្ញុំក៏មិនដឹងថាយ៉ាងម៉េចដែរប្រហែលជាខ្ញុំមើលរឿងជប៉ុនច្រើនពេកហើយមើលទៅបានជាខ្ញុំដេកសុបិនឃើញទេវតាដូច្នេះយប់ឡើងម្ដងទៀតទេវតាក៏បានចេញមកហើយបានពន្យល់សពទៅប្រពន្ធដូចគ្នាលុះព្រឹកឡើងមកដល់ប្រពន្ធក៏បានប្រាប់ប្តីអំពីរឿងនេះឯងពិតជាចម្លែកណាស់យប់មិញខ្ញុំបានដេកយល់សពដូចជាឯងអញ្ចឹងដែរអាយ៉ាវាពិតជាចម្លែកមែនអូនយើងសាកយកហឹបនោះមកបន់ស្រន់សាកមើលទៅបើសិនជាហឹបនោះស័ក្តិសិទ្ធិមែនយើងទាំងពីរអ្នកនឹងមានលៀបធំហើយណាអូនចាស់ពិតមែនហើយបងគិតហើយទាំងពីរអ្នកប្តីប្រពន្ធក៏បានយកហឹបនោះមកបន់ស្រន់បើហឹបនេះពិតជាស័ក្តិសិទ្ធិមែនសូមឲ្យមាសជាច្រើនដេកឡើងនៅចំពោះមុខខ្ញុំមកភ្លាមនោះស្រាប់តែមានមាសជាច្រើនបានដេកឡើងនៅចំពោះមុខគេទាំងពីរនាក់ធ្វើឲ្យប្តីប្រពន្ធទាំងពីរនាក់នេះត្រេកអរយ៉ាងខ្លាំងមាសច្រើនណាស់អូនមាសច្រើនណាស់ពិតប្រកបឲ្យឯងពិតជាមានមាសមែនដោយអំណាចមាសប្រាក់ទាំងអស់នេះធ្វើឲ្យប្តីប្រពន្ធទាំងពីរនាក់បានក្លាយទៅជាសេដ្ឋីមួយរំពេញនៅថ្ងៃមួយមាននារីពនេចរម្នាក់បានដើររសាត់អណ្ដែតមកដល់ភូមិនេះដោយឃើញផ្ទះអ្នកទាំងពីរធំដូច្នេះនាងក៏បានសុំធ្វើជាអ្នកបម្រើនៅក្នុងផ្ទះនេះទៅសូមលោកស្រីទៀនជ្រាបខ្ញុំគ្មានផ្ទះសម្បែងឪពុកម្ដាយសាច់ញាតិបងប្អូនក៏គ្មានសូមអ្នកស្រីនិងលោកម្ចាស់មេត្តាឲ្យខ្ញុំបានបម្រើអ្នកទាំងពីរផងមិនអីទេយើងសុទ្ធតែជាខ្មែរដូចគ្នានាងអាចស្នាក់នៅទីនេះហើយធ្វើជាអ្នកបម្រើយើងបានពិតមែនហើយចាំយើងផ្ដល់ប្រាក់ខែសមរម្យមួយឲ្យនាងចាស់ទៀនម្ចាស់ខ្ញុំសូមអរគុណណាស់ថ្ងៃមួយនាងបើបម្រើម្នាក់នេះបានបោសសម្អាតផ្ទះដូចរាល់ដងស្រាប់តែពេលនោះនាងបានលើអ្នកទាំងពីរនិយាយគ្នាជាមូលហេតុដែលធ្វើឲ្យពួកគេคล้ายទៅជាអ្នកមានតាមពិតប្តីប្រពន្ធវ័យក្មេងនេះកាលពីមុនជាអ្នកក្រសោះដោយសារតែអំណាចហឹបវេទមន្តនេះទើបពួកគេคล้ายទៅជាអ្នកមានហើយប្រសិនបើអញលួចហឹបវេទមន្តនេះទៅអញមិនคล้ายទៅជាអ្នកមានដែរទេអីនាងពនេចរគិតដូច្នេះហើយនាងក៏បានលួចយកហឹបវេទមន្តនោះរួចចាក់ចេញពីផ្ទះចៅមេណប់ទៅនិយាយអំពីលោកសេដ្ឋីម្នាក់នេះវិញគាត់មានឈ្មោះថារំចង់គាត់មានទ្រព្យសម្បត្តិច្រើនណាស់ហើយគាត់មានកូនស្រីម្នាក់ទៀតផងប៉ុន្តែផ្ទៃមុខរបស់នាងសុទ្ធតែដំបៅនិយាយដែលខ្លីគឺនាងកាត់ជំងឺខ្លងកូនស្រីនេះគឺជាថ្នាំទេវតាបើកូនផឹកហើយជំងឺរបស់កូននឹងជាមិនខានពុកមិនចាំបាច់ខំប្រឹងបន្តទៀតទេខ្ញុំដឹងច្បាស់ណាស់គ្មានថ្នាំអ្វីអាចព្យាបាលជំងឺខ្ញុំបានឡើយកូនស្រីពុក
ពុកពិតជាអាណិតកូនណាស់និយាយអំពីនាងពនេចរឯណែវិញនាងបានដើរមកដល់ភូមិនេះខ្ញុំបានដើរឆ្ងាយមកហើយសង្ឃឹមថាគ្មានអ្នកណាតាមខ្ញុំតាន់តែចោះពេលនោះនាងបានឃើញកូនលោកសេដ្ឋីរំចង់ទាំងរូបរាងនិងផ្ទៃមុខរបស់នាងសុទ្ធសឹងតែដំបៅទាំងអស់តើនាងម្នាក់នោះកើតអ្វីទៅមិនបានជាខ្លួនរបស់នាងមានសុទ្ធសឹងតែដំបៅអញ្ចឹងនាងពនេចរក៏បានដើរទៅរកកូនលោកសេដ្ឋីរំចង់សួស្ដីនាងមិនបានជានាងមានដំបៅពាពេញផ្ទៃមុខនិងខ្លួនប្រាណអញ្ចឹងតើនាងកាត់ជំងឺអ្វីមែនទេនាងមិនចាំបាច់ចង់ដឹងទេជំងឺរបស់ខ្ញុំគឺគ្មានថ្នាំព្យាបាលឡើយចុះបើខ្ញុំអាចព្យាបាលនាងជាតើនាងនឹងគិតយ៉ាងម៉េចថាម៉េចនាងអាចមានវិធីព្យាបាលខ្ញុំមែនទេត្រូវហើយខ្ញុំអាចព្យាបាលនាងជាប៉ុន្តែខ្ញុំត្រូវការកន្លែងស្ងាត់ហើយក៏មិនអាចឲ្យមនុស្សទី3បានដឹងឡើយចាស់ខ្ញុំសន្យានឹងមិនឲ្យនរណាម្នាក់បានដឹងទេកូនលោកសេដ្ឋីរំចង់ក៏បាននាំនាងពនេចរចូលក្នុងបន្ទប់រួចនាងក៏ចាប់ផ្ដើមបន់ស្រន់អំពីហឹបវេទមន្តនោះសូមហឹបវេទមន្តមេត្តាជួយនារីម្នាក់នេះផងឲ្យនាងស្អាតដូចជាសភាពដើមវិញមកពេលនោះផ្សែងពណ៌សក៏បានចេញមកហើយកូនលោកសេដ្ឋីរំចង់នាងក៏បានវិលមកស្អាតដោយសភាពដើមវិញព្រះជាម្ចាស់អើយវាពិតជាអស្ចារ្យណាស់ពេលនេះខ្ញុំស្អាតដូចពីមុនហើយត្រូវហើយប៉ុន្តែនាងក៏ភ្លេចសន្យាផងណាចាចាស់ខ្ញុំដឹងហើយខ្ញុំមិនភ្លេចសន្យានោះទេខ្ញុំសូមអរគុណហើយណាលោកសេដ្ឋីរំចង់ក្រោយដឹងថាគុណស្រីរបស់គាត់បានស្អាតមកដោយសភាពដើមវិញហើយនោះគាត់ពិតជាសប្បាយចិត្តណាស់មាសប្រាក់បន្តិចបន្តួចនេះខ្ញុំជូននាងព្រោះនាងបានជួយព្យាបាលកូនស្រីរបស់ខ្ញុំចាស់លោកសេដ្ឋីខ្ញុំសូមអរគុណហើយដូច្នេះនាងសម្រាប់នៅផ្ទះខ្ញុំមួយរយៈសិនចុះណាចាស់លោកសេដ្ឋីកូនលោកសេដ្ឋីរំចង់និងនាងបដេចរពួកគេមានទំនាក់ទំនងល្អនឹងគ្នាណាស់ហើយស្រឡាញ់គ្នាដូចជាបងប្អូនបង្កើតអញ្ចឹងប៉ុន្តែថ្ងៃមួយរឿងដែលនាងពនេចរមានហឹបវេទមន្តនោះវាបានលេចលឺដល់លោកសេដ្ឋីរំចង់លោកសេដ្ឋីរំចង់ស្រាប់តែមានចិត្តចង់បានមួយរំពេញអាដាមឯងចង់ខ្លាចជាអ្នកមានទេអេលោកម្ចាស់មិនក៏លោកម្ចាស់សួរខ្ញុំអញ្ចឹងកាត់មកជាមនុស្សអ្នកណាមិនចង់ខ្លាចជាអ្នកមានលោកម្ចាស់ចេះសួរអញ្ចឹងតកើតបើអញ្ចឹងឯងត្រូវធ្វើកិច្ចការយើងមួយហើយយើងនឹងផ្ដល់រង្វាន់ធំដល់ឯងបាទលោកម្ចាស់តើជាការងារអ្វីទៅទៀតឯងបបួលនាងពនេចរទៅកាប់អស់នៅក្នុងព្រៃហើយសម្លាប់នាងចោលទៅរួចយកហឹបវេទមន្តមកឲ្យយើងគ្រាន់តែជារឿងប៉ុណ្ណឹងទេអីលីហើយភាពក្រីក្រពេលនោះខ្ញុំនៅមានប្រាក់សម្រាប់ទិញឡានមីក្រូជាតិនឹងគេហើយនាយដាមបាននាំនាងពនេចរទៅកាប់អស់នៅក្នុងព្រៃពេលថ្ងៃរសៀលមកដល់គេកាប់អស់បានយ៉ាងច្រើនហើយក៏បានសម្រាកក្រោមដើមឈើមួយនៅពេលដែលនាងពនេចរភ្លេចខ្លួននាយដាមក៏បានទាញកាំបិតកាប់នាងស្លាប់នៅក្នុងព្រៃនោះទៅលីហើយភាពក្រីក្រពេលនេះយើងបានហៅវេទមន្តពិសេសហើយប៉ុន្តែពេលនោះក៏មានសត្វពូមួយក្បាលបានចឹកនាយដាមធ្វើឲ្យគេស្លាប់នៅពេលនោះទៅចំណែកចៅមាណពនិងប្រពន្ធពួកគេក៏បានធ្លាក់ខ្លួនក្រមកវិញអូនសម្លាញ់មិននឹកស្មានថាយើងធ្លាក់ខ្លួនក្រលឿនចឹងសោះចាស់ពិតមែនហើយបងចំណែកកូនលោកសេដ្ឋីរំចង់ជំងឺខ្លងរបស់នាងក៏បានវិលមកសភាពដើមវិញរឿងរ៉ាវទាំងអស់នេះដោយសារតែហឹបវេទមន្តទាំងអស់ហឹបវេទមន្តក៏បានកប់ទុកនៅក្នុងដីហើយពុំមាននរណាម្នាក់បានរកឃើញឡើយ